បាទជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបាទសូមធ្វើការអធិប្បាយអំពីដំណើរកម្សាន្តឆ្ពោះទៅប្រាសាទរបស់ពពរោះខ្មែរយើងបងប្អូនដោយតែបងប្អូនមួយចំនួនបានដឹងហើយក៏មានបងប្អូនមួយចំនួនតូចឬក៏តាមតំបន់ខ្លះដែលបងប្អូនបានដឹងឬក៏មិនទាន់បានដឹងបងប្អូននេះគឺជាដំណើរកម្សាន្តឆ្ពោះទៅប្រាសាទបន្ទាយស្រីបងប្អូនហើយប្រាសាទបន្ទាយស្រីនេះដូចដែលបងប្អូនអ្នកខ្លះបងប្អូនខ្លះដែលគាត់បានដឹងឬក៏បងប្អូនដែលបានដឹងខ្ញុំបានធ្វើវីដេអូនេះឡើងដើម្បីផ្ដល់ជាការទស្សនាកម្សាន្តបងប្អូនប្រាសាទបន្ទាយស្រីនេះគឺជាប្រាសាទមួយដែលបងប្អូនបានដឹងថាគឺជាប្រាសាទដែលមានក្បូរក្បាច់រចនានៅស្អាតបងប្អូននិយាយទៅគឺមើលទៅគឺស្អាតបងប្អូនស្អាតខ្លាំងដោយសារតែមានការអភិរក្សហើយនឹងគឺជាទឹកដៃដ៏ល្អឥតខ្ចោះរបស់ពពរោះយើងដែលបានសល់ទុកមកឲ្យបងប្អូនប្រជាជនខ្មែរយើងហើយនឹងក្មេងៗឬក៏យុវជនជំនាន់ក្រោយក្នុងការទស្សនាបងប្អូនដោយតែបងប្អូនឃើញការដើររបស់ខ្ញុំបាននេះបងប្អូនការដើរនេះគឺចិត្តដល់តែ5ប្រាសាទណាបងប្អូនហើយមានដំណើរឆ្ពោះទៅគឺជុំវិញប្រាសាទមានផែបងប្អូនបើយើងនិយាយឲ្យស្រួលគឺកំផែងបងប្អូនកំផែងដែលព័ទ្ធជុំវិញដើម្បីគឺជាការពារបងប្អូនហើយក៏មានស្រះទឹកបងប្អូនស្រះទឹកព័ទ្ធជុំវិញដែរបងប្អូនហើយនេះគឺជារូបតួប្រាសាទបងប្អូនដូចតែបងប្អូនបានឃើញនេះគឺតួប្រាសាទដែលមានក្បូរក្បាច់រចនានៅស្អាតបងប្អូនទោះជាប្រាសាទនេះមានអាយុលើសពី1000ឆ្នាំក៏ដោយបងប្អូនហើយបងប្អូនខ្លះពិតជាបានឃើញហើយតែបងប្អូនបានទៅឃើញផ្ទាល់ផ្នែកហ្នឹងគឺពិតជាមានអារម្មណ៍សប្បាយចិត្តត្រេកអរបងប្អូនចំពោះស្នាដៃពពរោះដែលបានសល់ទុកឲ្យដល់ក្មេងៗជំនាន់ក្រោយបងប្អូនយុវជនជំនាន់ក្រោយគឺក្បូរក្បាច់ស្អាតណាស់បងប្អូនបើសិនជាបងប្អូនមានឱកាសអាចអញ្ជើញទៅមើលផ្ទាល់ផ្នែកបងប្អូនការថតនេះគឺគ្រាន់តែជាផ្នែកមួយតូចបងប្អូនតែពេលបងប្អូនទៅដល់ផ្ទាល់គឺឃើញបងប្អូនគឺក្បូរក្បាច់រចនានៅស្អាតបងប្អូនស្អាតដែលលក្ខណៈប្រណិតល្អបងប្អូនហើយបន្តិចទៀតបងប្អូននឹងបានឃើញការប្រគំតន្ត្រីបងប្អូនដែលជាទូទៅបងប្អូនតែអញ្ជើញទៅដល់ហ្នឹងគឺអាចស្ដាប់កម្សាន្តលេងឬក៏បួងសួងសុំសេចក្តីសុខបងប្អូននៅខាងក្រោយប្រាសាទបងប្អូននេះគឺជាការដើរទៅវង់ភ្លេងបងប្អូននោះគឺជាបើបងប្អូនឃើញខ្ទមហ្នឹងគឺសម្រាប់ការប្រគំតន្ត្រីភ្លេងបងប្អូនហើយក៏អរគុណដល់បងប្អូនដែលតែងតែគាំទ្រទាំងនៅក្នុង Facebook TikTok YouTube ទាំងអស់បងប្អូនសូមជូនពរឲ្យបងប្អូនទាំងអស់រកស៊ីមានបានរស់នៅសុខភាពល្អរកស៊ីមានបានប្រាថ្នាអ្វីបានសម្រេចដូចប្រាថ្នាបងប្អូនសូមអរគុណបងប្អូន